បាទសួស្តីអ្នកនរគ្នាបាទថ្ងៃនេះខ្ញុំសូមបង្ហាញអ្នកនរគ្នាអំពីការដំឡើងកម្មវិធីធ្វើវីដេអូមួយប្រភេទទៀតនោះគឺកម្មវិធី Adobe Premiere ហ្នឹងហើយអូខេដូចសពមួយដងដែរមុននឹងយើងដំឡើងគឺយើងត្រូវបិទ antivirus ហ្នឹងហើយទៅកន្លែងនេះមកនេះគឺយើងយកពាក្យWindows Security ណាបាទឬក៏យើងមកកន្លែងនេះក៏បានដែរយើងសរសេរថា Windows Security មកបាទនេះចុចបើកមកបាទខ្ញុំបិទអស់ហើយណានេះvirus and threat protection បិទអស់ហើយនេះបាទនេះបិទអស់ហើយទី2គឺ firewall and network protection ហ្នឹងបិទហ្នឹងបិទអស់ហើយអូខេអាហ្នឹងយើងបិទនៅពេលយើងទៅឡើងមុនយើងទៅឡើងកម្មវិធីណាដល់ពេលក្រោយយើងទៅឡើងកម្មវិធីចាប់ហើយគឺយើងទៅបើកវាមកវិញធម្មតាហ្មងណាហ្នឹងហើយគុណបាទហើយមួយទៀតគឺយើងបិទអ៊ីនធឺណិតដែរណាកម្មវិធីAdobe Premiere នេះគឺយើងត្រូវបិទអ៊ីនធឺណិតបើមិនចឹងទេយើងទៅអត់បានទេណាហ្នឹងហើយបិទមកហ្នឹងហើយហើយបន្តមកទៀតយើងទៅរកឯកសារដែលយើងយកមកទៅឡើងនៅណាអូខេនៅកន្លែងនេះAdobe Premiere ខ្ញុំតម្លើង Adobe Premiere Pro 2025ហ្នឹងហើយអូខេឥឡូវយើងមើលការណែនាំស្ដីពីការតម្លើងរបស់គេមកគឺគេណែនាំថាម៉េចខ្លះបាទអូខេអានេះគេថា how to install the application ហ្នឹងហើយហ្នឹងរបៀបតម្លើងកម្មវិធីទី1គឺតម្លើង application ហ្នឹងណែមកពី setup file setup folder ហ្នឹងហើយគេណា setup folder នេះណានេះ setup folder បាទsetup folder នេះកន្លែងនេះបើវាមកបាទនេះមិញចុចមកស្ដាំមកហើយយើងយក open មកអូខេឥឡូវយើងចុច run ណាហ្នឹងហើយបាទយើងចុច yes បាទកន្លែងនេះយើងដូរក៏បានហ្នឹងហើយនេះភាសាយើងដាក់ភាសា North America យើងដូរភាសាទៅដាក់ English United States ក៏បានដែរណាហ្នឹងហើយ English International ក៏បានដែរអូខេយើងដាក់ហ្នឹងក៏បានដែរណាហ្នឹងហើយហើយ location នេះយើងដូរក៏បានប៉ុន្តែជា default ក៏ឲ្យគេដាក់កន្លែងហ្នឹងឯងណាហ្នឹងហើយអូខេបន្តមកយើងចុច continueអូខេឥឡូវយើងរងចាំរហូតដល់វាដើរពេញណាហ្នឹងហើយបាទកម្មវិធី Adobe Premiere នេះគឺវាត្រូវការ space កុំព្យូទ័រធំបន្តិចណាហ្នឹងហើយកុំព្យូទ័រយើងតូចៗអញ្ចឹងពិបាករ៉ាន់ណាហ្នឹងហើយអូខេឥឡូវនេះវាដើរចប់ហើយឥឡូវយើងទៅមើលការណែនាំរបស់គេមកគេថាម៉េចទៀតគេថា close application ហ្នឹងហើយអញ្ចឹងក៏យើងបិទណាអញ្ចឹងយើងអត់ចុចខាងនេះទេណាបើទេគឺបិទណាអូខេទោះបីជានៅក្នុងនេះក៏បិទដែរបើសិនវាមានដើរណាហ្នឹងហើយនៅក្នុងតាម manager នេះក៏យើងបិទដែរណាបើសិនជាវានៅមានដើរហ្នឹងហើយអូខេឥឡូវអត់មានទេឥឡូវយើងមើលសេចក្តីនេះថាម៉េចទៀតទៅមក run gnp.ee ណានៅក្នុង page folder admin ហ្នឹងឯងយើងមើលណាfolder page នោះនេះគឺ folder page ហ្នឹងឯងបើកមកនេះយើង run វា admin ណាយើងមកស្ដាំមកនេះ admin បាទយើងចុចគ្នាមកចុច run
ពាក្យ yes មើលថ្មីទៀតគេថាមិនទៀតគេថា click on search បន្ទាប់មកទៀត click pad ហ្នឹងហើយឥឡូវ click search មុនដំបូង click search បាទបន្ទាប់មកទៀត click pad ណា click pad នេះ pad នេះមក អូខេឥឡូវការទៅឡើងគឺចប់ហើយណាហ្នឹងហើយ enjoy ហ្នឹង enjoy អូខេឥឡូវយើងអាចបើកប្រើបានហើយប៉ុន្តែខាងក្រោមនេះគេថាវាអាចនឹងចេញពាក្យថា unlicensed ណាអញ្ចឹងមកន័យថានៅពេលដែលយើងបើកប្រើយូរទៅហ្នឹងកម្មវិធីហ្នឹងវាអាចនឹងចេញសារមកថា unlicensed អញ្ចឹងណាអញ្ចឹងបើយើងចង់ជៀសវាងបញ្ហានេះគឺយើងត្រូវធ្វើតាមការណែនាំ4ទៀតខាងក្រោមនេះណាហ្នឹងហើយអូខេទី1គឺយើង run Adobe EE Firewall block window file in page folder ហ្នឹងអញ្ចឹងយើងត្រូវ run អានឹងមួយទៀតណានៅក្នុង page folder ហ្នឹងឯងនេះយើង run វាមក open មកហើយ run អូខេឥឡូវនេះវាថាចប់ហើយយើងបិទទៅនឹងហើយចុច key ណាមួយក៏បានដែរអូខេបន្តទៀត copy everything from block host.txt file អញ្ចឹងមកឲ្យយើង copy ទាំងអស់ឯកសារទាំងអស់ដែលមាននៅក្នុង file មួយនេះណាហ្នឹងហើយអូខេចូលទៅហើយចុច control A ណា control A ដើម្បី select ទាំងអស់ហើយយកមកស្ដាំពាក្យ copy មកទៅមកទៀតគេថាម៉េចគេថាយើងទៅ file ទៅក្នុង location C Windows 32 system 32 driver etc ហើយនឹង host ហើយ paste content at the bottom of the file ហ្នឹងហើយអញ្ចឹងយើងទៅ location នេះមកអូខេឥឡូវយើងទៅកន្លែងនេះក៏បានដែរopen គឺមុនដំបូងគឺ try C ណានេះ C មកទៅទៀត window អូខេបន្ទាប់មកទៀតគឺ system 32 នៅក្រោមនេះ system 32បន្ទាប់មកទៀតគឺ drivers នេះ drivers បន្ទាប់មកទៀតគឺ folder etc នេះអត់ឃើញទេអត់ឃើញមានទេអញ្ចឹងយើងចុចកន្លែងនេះយើងយក all file នេះ
យើង copy file មួយនេះមកបាទយកមកដាក់ខាងក្រៅនេះមកបាត់ហើយមូលហេតុយើងយកមកដាក់ខាងក្រៅនោះគឺយើងចង់ save ឯកសារដែលយើងបាន copy មិញណានេះទៅដាក់នៅក្នុងfile នឹងឯងណានេះក្នុង file នេះតែបើយើងដាក់នៅក្នុងនេះតែម្ដងបើនៅក្នុងដាក់តែម្ដងនេះក្នុងដាក់តែម្ដងពីយើង save អត់បានទេណាហ្នឹងហើយដោយសារfolder នេះគឺគេហាមឃាត់ហ្នឹងហើយអញ្ចឹងយើងអាចcopy មកដាក់ក្រៅមកយើងបើនឹងដោយប្រើ notepad ណាយើងយកមកស្ដាំបានយើងមកស្ដាំ open with ហើយយើងយក notepad អូខេបាទហើយចុចមកក្រោមមកយើងមើលគេថាមិនទៀតសេចក្តីណែនាំគេនៅណាបាទpaste ណែ paste content at bottom of our file ហ្នឹងយើង paste នៅក្នុងនេះឯងហើយយើងដាក់ទៅនេះក៏បានដែរណានេះគេ local host ហ្នឹងហើយដាក់ទៅនេះក៏បានដែរយើងទៅ copy សាថ្មីមកនេះមកស្ដាំវាពាក្យ copy យើងមកនេះមកហើយចុចមកស្ដាំមកចុចពាក្យ paste អូខេហើយយើងពាក្យ save មក save ចុចបើក file នេះមក open with មកទៅនេះធ្វើមួយពាក្យ paste នេះ paste ហើយតែមួយធ្វើ save អូខេ save ហើយយើង copy វាមកស្ដាប់មានពាក្យថា copy ok មកស្ដាំមានពាក្យcopy ទៅមកទៀតជាងមកកន្លែងនេះឬក៏មួយនេះក៏បានដែរនេះdpc មកបាទtry C window system 32 drivers driver etc ហើយយើងយកមកស្ដាំយើង paste អានេះមកស្ដាំនេះមកយើងពាក្យ copy យើងដាក់ក្នុងនេះមកស្ដាំ paste ហ្នឹងឲ្យចំនួនអាមួយនេះយើង replace មកអូខេចប់យើងចង់មើលថាតើវាជាប់អត់យើងបើកមើលបានណាអូខេមកនេះហូហែណាចាំនេះមកដាក់ស្មើគ្នាទៅអូខេចេះក្បាលអូខេឥឡូវយើងអាចជំនួសបានហើយអានេះបើសិនយើង save ក្នុងនេះតែម្ដងណាវាហាមខិតអត់ឲ្យ save ទេអញ្ចឹងយើងត្រូវយកពីក្រៅមក replace បាននឹងអត់អីទេណា
ok phần nâng ấy là nó mới tiến mới khi tham ấy ngồi enjoy rồi chọc nâng ấy nữa ok nó chọc ấy lục cho lúc nó riêng tập bơ mơ mới thì tranh ắt bơ bàn ắt nhưng mơ tờ lăng mình nên là ok ắt khơi tí nữa ắt khơi tí nhưng một cái gì mốt dương sơ xe một về mốt đồ bí nè tranh nè nhưng mà đám yêu bịa open file location nè hơi nè mà đám bị tiết yêu bịa tha send to desktop này chỉ đi về mốt ok này những bạn ok này những bạn này đó này lấy bợ mơ mơ bợ bàn ok lâu dương bợ bàn hơi nữa nhưng ai chờ bằng cợt project mấy này cợt mới đặt mỗi tấu chỉ create nó lấy chia video sample bọc kỳ nữa đây miền được không phần kỳ sắm á dương trong vô mùa thường link của bạn này nó được chỉnh về video gì cho chặt nó mà là cái video này nữa bọn nữa nó chỉnh biệt tha import ok bán những cái chia interfaceរបស់កម្មវិធី Adobe Premiere Pro ណា2025បាទការដំឡើងកម្មវិធី Adobe Premiere Pro 2025គឺចប់តែត្រឹមនេះណាហើយความទីយើងអាចចូលទៅបើកហ្នឹងហើយបើក antivirus វិញមកហ្នឹងហើយបាទអរគុណច្រើនសម្រាប់ការទស្សនា